ពេលខ្លះ playground អាចមើលមកត្រឹមតែជាកន្លែងក្មេងលេងតែសម្រាប់ម៉ាក់ប៉ាគឺជាកន្លែងដែលអាចឲ្យយើងបានប្រើពេលវេលាជាមួយកូនពិតៗបានសើចជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូននៅវីដេអូដែលនាំកូនបនរក្សាមកលេង playground កាលពីអូនមានអាយុ1ខួប4ខែតែ playground លើកនេះរៀងខុសពីលើកមុនបងប្អូនដោយសារតែកន្លែងនេះមិនមែនធ្វើមកសម្រាប់តែឲ្យក្មេងលេងទេតែគេ design មកអាចឲ្យមនុស្សធំលេងបានដែរគឺមានន័យថាយើងអាចចូលលេងជាមួយកូនយើងបានចូលរួមសកម្មភាពកម្សាន្តផ្សេងជាមួយកូនយើងបានតែម្ដងសម្រាប់ម៉ាក់ប៉ាដែលកំពុងចិញ្ចឹមកូននៅក្នុងវ័យលូតលាស់បែបនេះកន្លែងកម្សាន្តបែបនេះគឺមានអត្ថន័យលើសពីពាក្យថាលេងវាគឺជាកន្លែងដែលអាចឲ្យកូនរៀនសូត្រនិងរឹតបន្តឹងសម្ព័ន្ធភាពជាមួយក្រុមគ្រួសារសម្រាប់ផ្ទះដែលមានកូនតូចត្រឹមតែបានប្រើពេលវេលារួមគ្នាបែបនេះក៏មានគុណតម្លៃច្រើនជាងការដែលយើងឲ្យកូនមកលេងហើយទុកឲ្យកូនលេងតែម្នាក់ឯងដែលយើងមិនបានចូលរួមសកម្មភាពកម្សាន្តនានាជាមួយកូនចាហើយ playground នេះបងប្អូនឬម៉ាក់ប៉ាខ្លះប្រកាសជាស្គាល់ហើយថានៅកន្លែងណាតែក៏មានបងប្អូនឬម៉ាក់ប៉ាខ្លះមិនទាន់បានស្គាល់ដែរកន្លែងកម្សាន្តនេះគឺនៅ Super Dozy ក្នុងផ្សារទំនើបជីបម៉ងសានសុកនេះខ្ញុំអត់មានប្រមូលឲ្យគេទេណាបងប្អូនគឺចូលលេងបងលុយពេញតែម្ដងគ្រាន់តែថាខ្ញុំឧស្សាហ៍នាំកូនដើរលេង playground ច្រើនកន្លែងគួរសមដែរអញ្ចឹងអាចដឹងថាកន្លែងណាបែបម៉េចហើយសម្រាប់តម្លៃសម្បត្តិកាលពីខ្ញុំនាំកូនបនរក្សាចូលលេងនឹងដូចជាពីថ្ងៃច័ន្ទដល់សុក្រក្មេងម្នាក់តម្លៃសម្បត្តិ$4 free អាណាព្យាបាលម្នាក់ថ្ងៃសៅរ៍អាទិត្យនិងថ្ងៃបុណ្យទានក្មេងម្នាក់$6 free អាណាព្យាបាលម្នាក់ដូចគ្នាតែឥឡូវមិនដឹងថាតម្លៃសម្បត្តិប្រែប្រួលយ៉ាងណាទេណាបងប្អូនព្រោះថាខ្ញុំខាននាំកូនចូលលេងនឹងយូរដែរហើយនៅកន្លែងហ្នឹងឃើញថាធំទូលាយមានកន្លែងលេងច្រើនឧបករណ៍លេងច្រើនហើយអាចឲ្យម៉ាក់ប៉ាចូលរួមសកម្មភាពលេងជាមួយកូនបានច្រើនកន្លែងណាស់ចាគេបែងចែក zone មួយដាច់ដោយឡែកពីគ្នាហើយខ្ញុំក៏ឧស្សាហ៍នាំកូនបនរក្សាមកលេងនឹងដែរតាំងពីអូនអាយុមិនទាន់បាន1ខួបក្មេងក្រោមអាយុ1ខួបគេអត់គិតលុយទេគឺគិតលុយតែអាណាព្យាបាលម្នាក់$2តែប៉ុណ្ណោះហើយកាលហ្នឹងរៀងយូរដែរហើយតែឥឡូវខ្ញុំអត់ដឹងថាគេនៅ free សម្រាប់ក្មេងអាយុក្រោម1ឆ្នាំអញ្ចឹងទៀតអត់ទេណាបងប្អូនបើបងប្អូនឬម៉ាក់ប៉ាណាដឹងអាច comment នៅខាងក្រោមវីដេអូប្រាប់ខ្ញុំផងសម្រាប់ក្មេងនៅក្នុងវ័យ1ខួប4ខែដោយកូនបនរក្សានេះការលេងមិនមែនត្រឹមតែជាការកម្សាន្តឡើយតែគឺជាថ្នាក់រៀនដ៏ល្អបំផុតរបស់កូនតែម្ដងនៅក្នុងវ័យនេះរាងកាយរបស់កូនកំពុងវិវត្តលឿនណាស់ដើរស្ទាត់ជាងមុនរត់លឿនជាងមុនហ៊ានវាឡើងចោះចង់សាកល្បងសមតុល្យរាងកាយរបស់ខ្លួនឯងគ្រប់ពេលហើយទោះបីជាហ៊ានក៏ដោយក៏កូននៅតែត្រូវការជំនឿចិត្តពីម៉ាក់ប៉ាដែរត្រឹមតែមានដៃរបស់ម៉ាក់ប៉ាចាំកាន់កូនក៏ហ៊ានឈានជើងទៅមុខភ្លាមរឿងនេះសំខាន់ណាស់ព្រោះកូនមិនបានរៀនសូត្រតែពីរបស់លេងតែម្យ៉ាងទេតែក៏រៀនសូត្រពីការប្រស្រ័យទាក់ទងជាមួយមនុស្សដែលកូនមានអារម្មណ៍ថាសុវត្ថិភាពបំផុតហើយម្យ៉ាងទៀតគួបផ្សំនឹង playground នេះមានឧបករណ៍លេងច្រើនយ៉ាងដែលត្រូវអាស្រ័យការជួយគ្នាលេងគ្រប់សកម្មភាពគឺចេញមុនមកឲ្យមនុស្សធំមានចំណែករួមជានិច្ចនៅពេលដែលម៉ាក់ប៉ាចូលទៅលេងជាមួយកូនគឺជួយឲ្យកូនហ៊ានសាកល្បងអ្វីថ្មីមិនងាយភ័យតក់ស្លុតចេះគ្រប់គ្រងអារម្មណ៍បានល្អកូននឹងចាប់ផ្ដើមរៀនសូត្រថាពិភពលោកខាងក្រៅអាចនឹងធំទូលាយតែកូនមិនបាននៅម្នាក់ឯងឡើយគឺជួយអភិវឌ្ឍផ្នែកអារម្មណ៍និងស្ថិរភាពផ្លូវចិត្តកូនព្រោះកូននៅក្នុងវ័យនេះត្រូវការមូលដ្ឋានសុវត្ថិភាពខ្លាំងណាស់ហើយនេះគឺជាឫសគល់នៃជំនឿចិត្តលើខ្លួនឯងនៅថ្ងៃខាងមុខផងដែរចាបងប្អូនការដែលយើងចូលទៅលេងជាមួយកូននឹងអាចបានរៀនសូត្រពីជំនាញសង្គមតាមរយៈឧទាហរណ៍ពិតជាក់ស្ដែងតែម្ដងនឹងជួយអភិវឌ្ឍផ្នែកសង្គមពីការសង្កេតអ្នកជុំវិញខ្លួនធ្វើត្រាប់តាមសកម្មភាពរបស់ម៉ាក់ប៉ាចាប់ផ្ដើមចេះយល់ពីការរង់ចាំការឆ្លាស់គ្នាលេងនិងការនៅរួមជាមួយនឹងអ្នកដទៃទៀតផងហើយអ្វីដែលកូនរៀនសូត្របានល្អបំផុតនោះមិនមែនបានមកពីពាក្យបង្រៀនឡើយតែគឺបានមកពីសកម្មភាពរបស់ម៉ាក់ប៉ាពេលលេងជាមួយកូនដូចជារបៀបដែលយើងនិយាយរបៀបដែលយើងសើចរបៀបដែលយើងជួយកូនជាដើមអ្វីដែលសំខាន់បំផុតសម្រាប់កូននៅក្នុងវ័យនេះគឺសកម្មភាពកម្សាន្តរួមគ្នាបែបនេះគឺជួយបង្កើតការចងចាំរួមគ្នាព្រោះកូនអាចនឹងមិនចាំឡើយថាបានលេងឧបករណ៍អ្វីខ្លះបានលេងនៅកន្លែងណាខ្លះតែរាងកាយនិងបេះដូងរបស់កូននឹងចងចាំអារម្មណ៍សុវត្ថិភាពនោះទុកហើយអារម្មណ៍នោះនឹងដក់ជាប់នៅក្នុងចិត្តកូនយូរលើសពីយើងគិតទៅទៀតមនុស្សជាច្រើនអាចគិតថាកន្លែងក្មេងលេងគឺទុកឲ្យកូនលេងទៅហើយម៉ាក់ប៉ាបានសម្រាកតែសម្រាប់យើងនៅទីនេះគឺជាកន្លែងដែលម៉ាក់ប៉ាបានចូលទៅនៅក្នុងពិភពរបស់កូនអង្គុយចោះក្នុងកម្រិតខ្សែភ្នែកតែមួយជាមួយកូនចាប់ដៃកូនអោបកូនក្នុងពេលដែលកូននៅមិនទាន់ជឿជាក់លើខ្លួនឯងសើចសប្បាយជាមួយកូនក្នុងពេលដែលកូនរំភើបត្រេកអរអ្វីទាំងនេះគឺជាការប្រស្រ័យទាក់ទងដែលយើងមិនចាំបាច់ប្រើពាក្យសម្ដីឡើយតែបង្កើតបានសម្ព័ន្ធភាពជ្រៅខ្លាំងណាស់
សម្រាប់ម៉ាក់ប៉ាការបានចូលទៅលេងជាមួយកូនមិនត្រឹមតែបានជួយឲ្យកូនអភិវឌ្ឍជំនាញសង្គមប៉ុណ្ណោះទេតែក៏បានធ្វើឲ្យយើងខ្លួនឯងហ្នឹងត្រឡប់មកក្លាយជាក្មេងម្ដងទៀតដែរបានសើចបានប្រើជីវិតបែបយឺតបន្តិចបានសម្លឹងមើលពិភពលោកក្នុងជ្រុងមួយដែលសាមញ្ញធម្មតាគ្រប់ពេលដែលម៉ាក់ប៉ាមានអារម្មណ៍ថាហត់នឿយពីការធ្វើការងារការរកស៊ីពីភារកិច្ចផ្សេងពីជីវិតប្រចាំថ្ងៃក៏ដោយតែពេលបានចាប់ដៃកូនឃើញខ្សែភ្នែកដែលកូនសម្លឹងមើលមកយើងដោយក្តីទុកចិត្តភាពនឿយហត់ទាំងប៉ុន្មានក៏រសាយបាត់អស់យ៉ាងមិនគួរឲ្យជឿចាបងប្អូនការនាំកូនមកលេងមិនមែនគ្រាន់តែជាការនាំកូនចេញឲ្យផុតតែពីផ្ទះឡើយតែគឺជាការនាំកូនចេញឲ្យមករៀនសូត្រពីពិភពលោកដែលមានម៉ាក់ប៉ាជាគ្រឹះដ៏រឹងមាំរបស់កូនពេលខ្លះ Playground អាចមើលមកត្រឹមតែជាកន្លែងក្មេងលេងតែសម្រាប់ម៉ាក់ប៉ាគឺជាកន្លែងដែលអាចឲ្យយើងបានប្រើពេលវេលាជាមួយកូនពិតបានសើចបានកាន់ដៃគ្នាលេងបានឃើញការវិវត្តតូចរបស់កូនដែលលេចឡើងនៅចំពោះមុខយើងហើយក្នុងខណៈពេលជាមួយគ្នានេះកូនក៏នាំយើងឲ្យរៀនសូត្រដែរថាក្តីសុខពិតវាមិនស្មុគស្មាញដោយដែលយើងគិតឡើយត្រឹមតែនៅទីនេះលេងជាមួយគ្នាក៏គ្រប់គ្រាន់ហើយកូនអាចនឹងមិនចាំឡើយថាថ្ងៃនេះលេងអ្វីខ្លះតែបេះដូងរបស់កូននឹងចាំបានថាគ្រាមួយគេធ្លាប់មានម៉ាក់ប៉ាលេងជាមួយក្បែរកូនបែបនេះសម្រាប់យើងពេលវេលាខ្លីៗដ៏មានអត្ថន័យបែបនេះគឺជាការចងចាំដ៏មានតម្លៃបំផុតនៃពាក្យថាគ្រួសារបើសិនជាបងប្អូនឬម៉ាក់ប៉ាចូលចិត្តនិងគិតថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ឲ្យពួកគាត់បានឃើញផងជាចុងក្រោយកុំភ្លេចចុច follow ឬ subscribe អូនបណ្ឌិតសាផងណាដើម្បីទទួលបានវីដេអូទាក់ទងនឹងចំណេះដឹងថ្មីនៃការវិវត្តទៅតាមវ័យរបស់កូនសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត